បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនានៅសាធារណរដ្ឋប្រជាមានិតចិនប្រកបដោយជោគជ័យគណៈពុទ្ធភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានអញ្ជើញចាក់ចេញពីរដ្ឋធានីប៉េកាំងក្នុងដំណើរនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅវេលាម៉ោង8ព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2026អញ្ជើញបដិសណ្ឋារកិច្ចជូនដំណើរសម្ដេចតេជោនិងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំងមានវត្តមានឯកឧត្តមលូហៃស៊ីងរដ្ឋមន្ត្រីនៃគណៈតាក់ទងការបរទេសរបស់គណៈកម្មការកណ្ដាលនៃបកកុម្មុយនីសចិនឯកឧត្តមឈិនស៊ូអនុរដ្ឋមន្ត្រីនៃគណៈតាក់ទងការបរទេសរបស់គណៈកម្មការកណ្ដាលនៃបកកុម្មុយនីសចិននិងលោកជំទាវសឿងរដ្ឋចាវីឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិននិងមន្ត្រីអ្នកមុខនៃការជាច្រើនរូបទៀតសូមបញ្ជាក់ថាក្នុងរយៈពេលស្នាក់អាស្រ័យបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះសម្ដេចតេជោប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានជួបទ្វេភាគីជាមួយនឹងឯកឧត្តមស៊ីជីនពីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិននិងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីនៃក្រមប្រឹក្សារដ្ឋចិននិងឯកឧត្តមចៅលើជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទន្ទឹមនឹងនោះដែរសម្ដេចតេជោក៏បានចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរសូមបញ្ជាក់ថាទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅសាធារណរដ្ឋប្រជាមានិតចិនសបញ្ជាក់អំពីការបដិញ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដៃថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្ដៅកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែជោគជ័យបន្ថែមទៀត